បាទគោរពជំរាបសួរពុកម៉ែបងប្អូនវិលមកតាមការសន្យាណាកាលពីវីដេអូមុនខ្ញុំធ្លាប់បាននិយាយប្រាប់ថានឹងថតបង្ហាញនៅកូនមន់ចំនួន300ក្បាលដែលនៅត្រង់នេះដែល2ថ្ងៃមុនខូចអស់4ណាបងប្អូនណាដោយសារអាកាសធាតុពិបាកគ្រប់គ្រងមែនទែនមួយរយៈនេះត្រូវក្តៅខ្លាំងមកផ្លែតណាបងប្អូនណាហើយបើយប់វិញរៀបភ្លឺតិចយកតែមែនតែនណាធ្វើឲ្យកូនមន់យើងបត់តាមអត់តាន់ទេអញ្ចឹងសុខភាពវាអត់សូវល្អណាហើយពីថ្ងៃនេះអត់ហ៊ានលែងទេដោយសារអាកាសធាតុពិបាកពេកថ្ងៃឡើងក្តៅខ្លាំងហើយធ្លាក់ខ្យល់ចង់ភ្លៀងតិចអត់តិចណាអញ្ចឹងចំពោះកូនមន់នេះអាយុរបស់គេថ្ងៃទី4សំទោសបងប្អូនថ្ងៃទី25ខែ3នេះវិញគេបានអាយុ2ខែពេញណាបានអាយុ2ខែពេញហើយរីឯមន់នេះពូជស្គួយហើយនឹងពូជកម្មទឹកមាសអីហ្នឹងធំលឿនបងប្អូនណា6ខែ7ខែខ្លះហើយអាយុបន្តបាន2ខែផងអញ្ចឹងបានថាពេលខ្លះបើបងប្អូនមានពេលបងប្អូនដែលគាត់ប្រកបមុខរបរចិញ្ចឹមមាន់សុទ្ធណាគាត់រើសពូជកម្មឬក៏ពូជស្គួយទឹកមាសឬក៏កម្មសអីនេះ3ប្រភេទនេះគេរើសទុកគឺល្អរបស់គេណាបងប្អូនពូជមាន់នេះគឺជាពូជមាន់ដែលចិញ្ចឹមបែបម៉េចក៏អត់ខាតដែរធំលឿនណាបងប្អូនណាតែខ្ញុំអត់មានពេលធ្វើមេបាពូជទៅខ្លួនឯងទេដោយសារលក់ដូរផងអញ្ចឹងណាបងប្អូនអញ្ចឹងមកថ្ងៃនេះចង់និយាយពីអាកាសធាតុផងហើយចង់បង្ហាញពីកូនមន់300ក្បាលដែលធ្លាប់តែថតបង្ហាញជូនពុកម៉ែបងប្អូនណាអញ្ចឹងចំពោះអាកាសធាតុនេះយើងត្រូវតែព្យាយាមយប់ឡើងបិទបាំងឲ្យចិត្តហើយថ្ងៃឡើងព្យាយាមបាញ់ថ្នាំឬក៏បាញ់អ្វីក៏បានដែរដែលបងប្អូនគិតថាអាចសម្លាប់នៅពពួកមេរោគផ្ដាសាយបានណាហើយមួយវិញទៀតការផ្លាស់ប្ដូរកាមគឺសំខាន់ក្នុងរដូវក្តៅហើយខ្យល់ខ្លាំងក្តៅខ្លាំងយប់ឡើងត្រជាក់នេះគឺបងប្អូនផ្លាស់ប្ដូរកាមបានញឹកញាប់រត់តែល្អណាហើយមកខ្ញុំនេះដោយសារខ្ញុំរវល់ពេកខ្ញុំបានតាំងពីដាក់មកបងប្អូនគិតមើលចិត្តបើនិយាយទៅនៅទីនេះបាន1ខែហើយនៅមុខ15ថ្ងៃអញ្ចឹងតាមពិតកាមនេះត្រូវដូរប៉ុន្តែដោយសារខ្ញុំរវល់ពេកខ្ញុំចាក់កាមថែមពីលើ2ស្បោងទៀតអញ្ចឹងអត់បានផ្លាស់ប្ដូរទេហើយអញ្ចឹងធ្វើឲ្យមានការឈួលអាចរបស់វាធ្វើឲ្យខូចអស់4ទៀតណាអញ្ចឹងពុកម៉ែបងប្អូនមើលនេះដូចខ្ញុំប្រាប់អញ្ចឹងពូជកម្មហើយកម្មសកម្មខ្មៅហើយនឹងពួកស្គួយទឹកមាសនេះបាទស្គួយទឹកមាសនឹងគឺធំលឿនដែរណា3ប្រភេទនេះគឺធំលឿនហើយមួយនេះគេរកកន្លែងឃើញបងប្អូនចូលជាប់ស្នូកយ៉ាងនេះបាទកន្លែងរុលជាប់ទន្នៃទន្ជើងអស់លីងជាប់ដឹងតាំងពីស្មាម៉ានខ្ញុំជាប់លក់ដូរដែរអញ្ចឹងណាអត់បានលែងទេ2ថ្ងៃនេះដោយសារខ្ញុំរវល់ទៅភ្នំពេញហើយខ្លាចអត់បាននៅអត់បានថែទាំដល់ឈឺនៅតែឈឺតបានណាឈឺអស់4ងាប់ទៅអស់4ណាអញ្ចឹងសំខាន់ដល់ត្រង់ទៀតនៅក្នុងវីដេអូនេះអញ្ចឹងចំពោះអាកាសធាតុក្តៅបើសិនជាបងប្អូនអត់មានផ្សងត្រង់ទៅតឹងថ្ងៃហើយมันបានបើកឲ្យមានខ្យល់អាកាសល្អបែបនេះទេមន់បងប្អូន stress ចឹកគ្នាដូចមន់ខ្ញុំនេះនៅត្រង់2ថ្ងៃតែអត់មានចឹកគូតចឹករោមចឹកអីណាបងប្អូនណាអត់មានទេដោយសារតែអំណោយផលត្រង់មកយើងផ្ដល់ឲ្យវាគ្រប់គ្រាន់ណាហើយនៅក្នុងវីដេអូនេះចង់ឆ្លើយតបបងប្អូនយើងផងមួយចំណុចទៀតពាក់ព័ន្ធជាមួយនឹងដងស៊ីតេត្រង់ដែលខ្ញុំនិយាយកាលពីវីដេអូដើមដែលបង្ហាញពីត្រង់នឹងកាលពីសាងសង់ដំបូងណាអត់បានបញ្ជាក់ជូនណាតាមពិតដងស៊ីតេត្រង់នេះយើងគុណ1 ម៉ែត្រការ៉េ8ក្បាលយើងដាក់បានតែ
180 ក្បាលទេណាបងប្អូនណាអត់អាចដាក់300ដូចខ្ញុំបានទេប៉ុន្តែខ្ញុំភ្លេចបញ្ជាក់ថងថាខ្ញុំហ៊ានដាក់300នេះគឺដោយសារអីមន់ខ្ញុំថ្ងៃឡើងគឺអត់នៅក្នុងនឹងទាំងអស់ទេណាគឺដើរពេញវាលនេះបងប្អូនវាលទៅមុខវាលពីក្រោយអីហ្នឹងគឺវាដើរពេញហ្នឹងតាមពិតគឺខ្ញុំចាំលែងអញ្ចឹងហើយអត់បានលែង2ថ្ងៃដោយសារខ្ញុំទៅភ្នំពេញអញ្ចឹងទុកនៅក្នុងនេះ2ថ្ងៃហើយស្អែកអីហ្នឹងអាចលែងឡើងវិញហើយណាបងប្អូនណាអញ្ចឹងបញ្ជាក់ជូនបងប្អូនយើងគាត់ធ្លាប់ចូលខមមិនណាថាត្រង់ទំហំ5គុណនឹង4កន្លះហេតុអីដាក់មន់បានដល់300ត្រូវគាត់ចិញ្ចឹមគុណដងទីទេច្បាស់លាស់អញ្ចឹងក៏ល្អហើយណាមួយគាត់ចិញ្ចឹមមិនបាច់លែងណាពាក់ព័ន្ធជាមួយនឹង1ម៉ែត្រការ៉េ6ទៅ8ក្បាលហ្នឹងមានន័យថាគេគុណដងទីទេមិនបាច់មានន័យថាមន់ទាំងថ្ងៃយប់គឺនៅនឹងរហូតអត់បាច់លែងទេអញ្ចឹងបងប្អូនអត់ត្រូវដាក់លើ180ក្បាលទេទំហំនេះណាប៉ុន្តែបើដូចខ្ញុំនេះខ្ញុំដាក់300ក្បាលនេះដោយសារអីដោយសារតែយើងឲ្យវានៅត្រាំត្រែងនៅក្នុងនឹងតែពេលយប់ទេហើយព្រឹកឡើងម៉ោង8ឬក៏ម៉ោង9អីយើងបើកវាលែងដើររហូតដល់ម៉ោង6ល្ងាចបានវាចូលដេកវិញអញ្ចឹងបញ្ជាក់ជូនជាមួយអាកាសធាតុអញ្ចឹងបងប្អូនការពារទាំងអស់គ្នាខ្ញុំក៏ការពារដែរថ្ងៃឡើងខ្ញុំអញជាប្រភេទសាប៊ូណាសាប៊ូសម្រាប់នៅក្លិននៅមេរោគនៅក្នុងទ្រុងអញ្ចឹងមន់នេះវាអត់មានជារោគអីជំងឺអីធ្ងន់ទេគឺជាប្រភេទមេរោគផ្ដាសាយជំងឺផ្លូវដង្ហើមផ្ដាសាយទេណាអត់មានជាជំងឺសន្តិរោគអត់មានជាដង្កោមានអីផ្សេងធំទេណាដោយសារយើងប្រើថ្នាំប្រចាំទ្រុងផងយើងបានបាញ់សម្អាតនៅពពួកមេរោគនៅលើកាមនេះទៀតខ្ញុំបាញ់ឲ្យបងប្អូនណាដោយសារឥឡូវចង់ថតបង្ហាញជូនបងប្អូននៅផ្លែតសិនហើយចាំដើរបាញ់ក្រោយណាហើយមន់មើលសភាពមន់តែពិតក្តៅគឺវាល្អប៉ុន្តែវាបត់អត់តាន់ដល់ណាពេលទៅតិចវិញមកផ្លែតដែលធ្វើឲ្យវាបត់តាមអាកាសធាតុមិនតាន់ទេបងប្អូនណាសំបីមនុស្សគេឈឺដែរមួយរយៈហ្នឹងចឹងអរគុណបញ្ជាក់ជូនបងប្អូនប៉ុណ្ណឹងពាក់ព័ន្ធជាមួយបញ្ហាអាកាសធាតុហើយនឹងឆ្លើយតបខមមិនរបស់បងប្អូនយើងពាក់ព័ន្ធជាមួយនឹងដងស៊ីតេណាដែលគេហៅថាគម្លាតពីមួយទៅមួយហ្នឹងមានន័យថាត្រង់នេះខ្ញុំដាក់លើសចំណោះដោយសារអីខ្ញុំមន់ខ្ញុំលែងអញ្ចឹងខ្ញុំអត់អាចប្រើដងស៊ីតេ6 1ម៉ែត្រការ៉េ6ទៅ8ក្បាលនោះគឺមានន័យថាមន់យើងចិញ្ចឹមនៅក្នុងនឹងរហូតអត់លែងណាតែមន់ខ្ញុំនេះលែងណាបងប្អូនតាមពិតបើយើងច្បាស់ថាខាងក្រៅយើងអាចការពារបានមិនមានផលប៉ះពាល់មិនមានជំងឺដល់កូនមន់យើងលែងមន់ល្អជាងណាមើលមន់ខ្ញុំបាទបងប្អូនប៉ុណ្ណឹងទេតែរោមចិត្តតែរោមអីល្អភ្លឺថ្លាណារោមមកវាអីភ្លឺថ្លាល្អណាអញ្ចឹងបើបងប្អូនអាចសម្អាតខាងក្រៅបាញ់ថ្នាំបាយកបោសយជាដើមបងប្អូនលែងល្អជាងក្រុងវាទុកខាងក្នុងណាអរគុណច្រើនក្នុងវីដេអូនេះបញ្ជាក់ជូនបងប្អូនមានប៉ុណ្ណឹងខានចេញវីដេអូកន្លះខែបងប្អូនដោយសាររវល់ពេក